បាទសួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងធ្វើវីដេអូមួយតពីថ្ងៃមុនការប្រើប្រាស់នៅកម្មវិធីខ្មែរ Editor ដែលជាកម្មវិធីជំនួយក្នុងការពិនិត្យអក្ខរាវិរុទ្ធនឹងជួយពិនិត្យទៅលើតួលេខករណីការសរសេរលេខជាខ្មែរការខមម៉ាឬក៏ការក្បៀស3ខ្ទង់មិនត្រឹមត្រូវមិនបានក្បៀសអាហ្នឹងគឺកម្មវិធីយើងនឹងជួយកែតម្រូវយើងក៏អាចឲ្យវាចុចចេះលេខជាអន្តរជាតិឬលេខខ្មែរទៅជាការសរសេរអក្សរបានផងដែរបាទហើយថ្ងៃនេះយើងបកមកនិយាយអំពីរបៀបនៃការកំណត់ពណ៌អញ្ចឹងនៅក្នុងកម្មវិធីរបស់យើងក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់កំណត់ពណ៌ដែរខុសពីកម្មវិធីដទៃទៀតដូចជាកម្មវិធី Grammarly ជាដើមគឺគេកំហុសពាក្យពេចន៍ពណ៌គឺគេ select អក្សរជាជាង highlight ពីក្រោយតែកម្មវិធីយើងមានកំណត់ផ្សេងហើយយើងដាក់ពណ៌ចម្រុះងាយស្រួលមើលដូចគ្នាប៉ុន្តែយើងមានកំណត់ផ្សេងយើងអត់ចង់ទៅប៉ះពាល់នៅអក្សររបស់បងប្អូនទេបាទយើងប៉ះពាល់តែលើផ្ទៃខាងក្រោយនៃអក្សរបានហើយករណីយើងនៅសល់ highlight ណាមួយក៏យើងអាច control អក្សរ A select all យើងដាក់ no color គឺចប់បើយើងអត់ចង់ឲ្យពាក់ព័ន្ធនឹងពណ៌អក្សររបស់បងប្អូនទេហើយណាមួយវាច្បាស់ផងពេលដែលយើង highlight ពីក្រោយបែបនេះបាទអញ្ចឹងកុំឲ្យខាត់ពេលយើងទៅមើលនៃការបដូរពណ៌តែម្ដងនៅក្នុង panel setting នៅពេលដែលយើងបើកដំបូងមកគឺវាមានតម្រងបែបនេះបាទហើយបើបើកមែនទែនដំបូងអស់មែនទែនគឺវាមានពាក់ព័ន្ធនឹង update history ខាងក្រោមចេះពេលដែលយើង click setting ចំណុច3គ្រាប់នេះវានឹងបាត់ដែរបាទអញ្ចឹងយើងសាកល្បងក្នុងការបដូរពណ៌ភាសានេះពណ៌ចាស់បាទអញ្ចឹងយើង scan រួចហើយវាចាត់ទុកថាជាពណ៌ថ្មីអញ្ចឹងយើងគ្រាន់ចុចចំណុច3គ្រាប់នេះហើយយើងចុចទៅមាន menu ផ្សេងគ្នាមានកំណត់លើប្រភេទត្រួតពិនិត្យយើងរើសប្រភេទដែលយើងឲ្យកម្មវិធីត្រួតពិនិត្យក៏យើងអាចបញ្ចូលនៅមុខងារ AI ដែរដែលស្គាល់ Gemini DeepSeek Ollama អីជាដើមហ្នឹងបាទយើងមកខាងលេខ menu ទី2នេះគឺប្រភេទត្រួតពិនិត្យលេខដែលយើងនិយាយពីថ្ងៃមុនបាទហើយមកចំណុចចំណាំពណ៌គឺជាចំណុចដែលយើងនិយាយសំខាន់នៅក្នុងវីដេអូនេះការកំណត់ចំណាំពណ៌នេះគឺយើងអាចកំណត់បានពីរប្រភេទទៅលើប្រភេទhighlight ពីក្រោយបាទទាំងធំនេះយើងដាក់អក្សរអត្ថបទនេះបាទអញ្ចឹងករណីពណ៌ក្រហមយើងអត់ចូលចិត្តយើងទៅដាក់ពណ៌អីផ្សេងក៏បានដែរបាទយើងទៅដាក់ពណ៌អីផ្សេងក៏បានដែរពណ៌ណាដែលបងប្អូនចូលចិត្តឬក៏យើងអាចរើសបាទ no color ក៏បានដែរ none បាទហើយពាក់ព័ន្ធនឹងនេះពាក់ព័ន្ធនឹងការ highlight នៅលើអត្ថបទប៉ុន្តែនៅលើកាតរបស់យើងនេះហៅកាត error របស់យើងបាទកាត error របស់យើងគឺនៅពណ៌បើយើងសាកមើលបាទអញ្ចឹងវាអត់ទាន់ឆ្លើយឆ្លងគ្នាទេបាទអញ្ចឹងឃើញទេកាតយើងពណ៌ក្រហមគេរៀងក្រហមប៉ុន្តែការ highlight អត្ថបទពណ៌ផ្សេងបាទពណ៌ផ្សេងអញ្ចឹងទៅអានេះគ្រាន់ថាជា dark yellow បាទអញ្ចឹងយើងអាចដូរពណ៌កាតគ្រាន់តែ click ចឹងមកយើងស្រឡាញ់ពណ៌ណាយើងយកពណ៌នោះមកមានច្រើនបាទឥឡូវខ្ញុំឧទាហរណ៍ថាយើងយកបាទពណ៌ណាឲ្យស្រៀងនឹងពណ៌នេះអញ្ចឹងក៏យើងអាចច្រឡំពណ៌បានដែរបាទយើង click ចឹងមកបាទអញ្ចឹងពណ៌ដូចគ្នាអញ្ចឹងយើងត្រឡប់មកមើលនេះពណ៌កាតរបស់យើងនៅពេលដែលវា select active គឺវាមានពណ៌ទៅដូចទៅនឹង highlight បាទអញ្ចឹងយើងធ្វើឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលករណីដែលឃើញថាពណ៌តម្រងដើមមិនល្អមិនចូលចិត្តក៏យើងអាចដូរបានផងដែរអញ្ចឹងវាដូរទៅតាមប្រភេទបាទប្រភេទសញ្ញា error សញ្ញាបាទទៅលើ error space អីជាដើមហ្នឹងក៏យើងអាចដូរបានតាមចិត្តយើងដែរលេខករណីលេខពណ៌លេខវា highlight ពណ៌teal អីចឹងទៅអញ្ចឹងយើងអាចដូរទៅ green ដូរទៅអីបានតាមចិត្តយើងកាតក៏ដូចគ្នាដែរយើងអាចរើសបានតាមចិត្តបាទអញ្ចឹងបើករណីយើងថាពណ៌យើងចង់ទៅត្រឡប់ទៅសភាពដើមវិញយើងមានប៊ូតុងមួយទៅពណ៌ដើមបាទយើងគ្រាន់តែយើង click ទៅវាគាត់ទៅសភាពពណ៌ដែលម៉ាស៊ីនយើងបាន set ដែរអញ្ចឹងមានន័យថាវាអាចអនុញ្ញាតឲ្យបងប្អូនធ្វើការcustomize ទៅលើពណ៌ដែលម៉ាស៊ីនដែលកម្មវិធីបាន set មកបាទអញ្ចឹងសង្ឃឹមថាវីដេអូខ្លីនេះជួយសម្រួលដល់ការប្រើប្រាស់កាន់តែងាយស្រួលបាទសូមអរគុណសម្រាប់ការគាំទ្រនិងការតាមដានទស្សនា